បាទគ្រប់ជ្រាបសួរពុកម៉ែបងប្អូនហ្នឹងថ្ងៃនេះខ្ញុំមកធ្វើវីដេអូដដែលដែរសម្រាប់ចែកជូនពុកម៉ែបងប្អូនហ្នឹងក្នុងការហាលពងពូជហ្នឹងបងប្អូនខ្លះគាត់ខមមិនសួរអ្នកខ្លះខមមិនសួរតាម Facebook អ្នកខ្លះតាម YouTube ក៏សួរថាបងតើអាពងពូជហ្នឹងយើងដាក់ភ្ញាស់ហើយយើងដាក់ផ្អាប់3ថ្ងៃអីបានយកទៅហាលថ្ងៃឃើញទេណៃបើខាងខ្ញុំវិញគឺតែយើងភ្ញាស់ហើយអញ្ចឹងស្អែកឡើងគឺយើងចងមាត់បេចងមាត់បេអញ្ចឹងហើយស្អែកឡើងគឺពេលដែលមានថ្ងៃរះម៉ោង7ឯហ្នឹងយើងដាក់ហាលទៅ2ម៉ោងទៅ7 8 9អញ្ចឹងណាយើងដាក់ហាលវាមកហើយដល់ពេលហើយមើលតើយើងហាល2ម៉ោងហើយចាំយើងស្រាយមាត់បាវហ្នឹងស្ទង់ម្ដៅវាតែកម្ដៅវាល្មមអ៊ុនហើយយើងដាក់ម្លប់ទៅហើយបងប្អូនខ្លះក៏គាត់សួរគាត់ថាបងអាហ្នឹងអាប់3យប់ចាំដាក់ហាលថ្ងៃហ្នឹងគឺវាបើខាងខ្ញុំនេះខ្ញុំមកដាក់ផ្អាប់3យប់អីទេពីព្រោះបើយើងកាលណាយើងផ្អាប់គឺធ្វើឲ្យវាដុះផ្សិតវាឡើងផ្សិតរៀងដូចសរសៃពីងពីងនៅលើចង្កេះដងរបស់យើងនៅខ្សែគេពេលដែលយើងដាក់ភ្ញាស់គឺយើងចាប់ដើមប្រើសំណើមឃើញទេប្រើសំណើមកាលណាដែលយើងផ្អាប់វា3យប់ចឹងហើយយើងអត់ដាក់ហាលថ្ងៃវាគឺវាឡើងសរសៃពីងពីងវាអត់ប៉ះពាល់ដល់កូនក្រោបរបស់យើងគាត់ថាវាឡើងសរសៃពីងពីងអញ្ចឹងណាសរសៃពីងពីងវាផ្អាប់ចឹងទៅវាអត់សូវល្អទេវាខ្លាចដល់ពេលយើងភ្ញាស់ទៅវាមានសំណើមជ្រុលអីចឹងទៅវាពងពូជយើងខ្មៅតែវាមិនខូចទេឲ្យតែយើងបានហាលថ្ងៃអញ្ចឹងថ្ងៃនេះខ្ញុំស្រាវចង្អល់សម្រាប់ពុកម៉ែបងប្អូនទាំងអស់ដែលគាត់ដៃថ្មីមិនថាដៃថ្មីដៃចាស់ទេអញ្ចឹងណាដោយឥឡូវស្មើនេះម៉ោង 7:09 ណាអញ្ចឹងវា2ម៉ោងវាល្មមដែរវាល្មមហ្នឹងហើយក្នុងការហាលពងពូជនេះស្រួលទេបងប្អូនយើងហាលតែ2ម៉ោងយើងហើយយើងស្រាយវាមកអានេះសិតតែសម្រាប់ទុកផ្ញើទៅតាមខេត្តណាតែខ្ញុំដាក់ហាលឲ្យពួកគាត់អ្នកខ្លះគាត់ថាចាំចិត្តញាស់ចាំផ្ញើឲ្យគាត់អញ្ចឹងណាហើយតម្លៃអីធម្មតាទេខាងខ្ញុំនេះស្រួលទេនេះ12ម៉ោងទៅយើងស្រាយមាត់បាវមកស្រាយមកយើងដាក់ទៅឃើញទេយើងស្ទង់វាមកអញ្ចឹងកម្ដៅវាល្មមហើយអាហ្នឹងកម្ដៅវាល្មមហើយកម្ដៅល្មមអ៊ុនអញ្ចឹងយើងយកវាមកម្លប់វិញយើងយកវាមកម្លប់យើងដកវាចេញមកអូញាស់បាត់ហើយពុកម៉ែបងប្អូនអើយភ្លេចមើលហាលដល់ញាស់បាត់ហើយហើយចាំភ្លេចដាក់ចូលបងវាសិនញាស់បាត់អាកញ្ចប់នេះញាស់ហើយញាស់លោតដី4 5អីណាអានេះវាត្រូវ8យប់ញាស់វាបានតែ7យប់វាញាស់បាត់ហើយណាអញ្ចឹងវាញាស់មុនការស្មានអញ្ចឹងពុកម៉ែបងប្អូនជួបគ្នាប៉ុណ្ណឹងសិនណាចាប់កូនកដោបចូលបាវទៀតសិនហ្នឹងជួបគ្នាវីដេអូក្រោយទៀត